សម្ដេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បង្ហាញការប្រាជ្ញារក្សាសន្តិភាពនិងសណ្ដាប់ធ្នាប់ទូទាំងប្រទេសប្រឆាំងរាល់អំពើអុកឡុកនានាដែលចង់នាំការផ្លាស់ប្ដូរទៅរកអំពើចលាចលនិងសង្គ្រាមស៊ីវិលប្រសាសន៍របស់សម្ដេចដែលបង្ហាញភាពម៉ឺងម៉ាត់ដើម្បីសន្តិសុខប្រជាពលរដ្ឋជាង14លាននាក់នៅទូទាំងប្រទេសគឺបានធ្វើនៅថ្ងៃទី10ខែឧសភានេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រសាសន៍បង្ហាញការបដិញ្ញារបស់សម្ដេចគឺនៅបន្ទាប់ពីចំណាត់ការរបស់អាជ្ញាធរដែលរារាំងយុទ្ធនាការស្លៀកពាក់ខ្មៅក្នុងការសង្ស័យថាជាយុទ្ធនាការចង់ញុះញង់រកការទាញកម្ពុជាដែលទើបបានទទួលសន្តិភាពឲ្យធ្លាក់ក្នុងអំពើចលាចលសង្គ្រាមសាជាថ្មីកម្ពុជាមានអង្គការក្រៅរដ្ឋាភិបាលសរុបជាង 4000 អង្គការដែលកំពុងដំណើរការនៅក្នុងប្រទេសចំណែកក្រុមសកម្មជនដែលអំពាវនាវឲ្យមានយុទ្ធនាការស្លៀកខោអាវខ្មៅប្រឆាំងនឹងចំណាត់ការរាជរដ្ឋាភិបាលដែលដាក់ទោសលើសកម្មជនសិទ្ធិមនុស្សប្រព្រឹត្តកំហុសត្រូវគេនិយាយថាមានតែចំនួនប្រមាណតែ3ទៅ4អង្គការតែប៉ុណ្ណោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បង្ហាញថាចំណាត់ការរបស់អាជ្ញាធរគឺដើម្បីការពារសន្តិសុខមនុស្សរាប់លាននាក់មិនមែនតែរឿងដើម្បីបញ្ហាបុគ្គល 4-5 នាក់នោះទេសម្ដេចតេជោសែនបានមានប្រសាសន៍ព្រមានថាមិនត្រូវប្រើសិទ្ធិរបស់ខ្លួននៅក្នុងការបំពានលើសិទ្ធិអ្នកដទៃនោះទេខ្ញុំសូមបញ្ជាក់សារជាថ្មីនៅទីនេះសិទ្ធិរបស់អ្នកមានព្រំប្រទល់ជាមួយសិទ្ធិអ្នកដទៃអ្នកអត់ត្រូវភ្លេចនៅកន្លែងនេះសិទ្ធិរបស់អ្នកគឺមានព្រំដែនជាមួយសិទ្ធិអ្នកដទៃអ្នករំលោភសិទ្ធិអ្នកដទៃនឹងប៉ះពាល់ទៅដល់បញ្ហាផ្លូវច្បាប់ហើយណាហើយសូមកុំប្រើប្រាស់នៅសិទ្ធិបញ្ចេញមតិដើម្បីបំពានអ្នកដទៃកុំឲ្យសោះរាជរដ្ឋាភិបាលត្រូវការរក្សាសន្តិភាពសម្រាប់ប្រទេសរក្សានៅស្ថិរភាពនយោបាយសម្រាប់ប្រទេសដើម្បីការអភិវឌ្ឍបុគ្គលធ្វើខុសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់បើសិនជាអ្នកឯងកុំធ្វើខុសវាគ្មានអ្នកណាគេទៅចាប់អ្នកឯងទេគ្មានអ្នកណាយកអ្នកឯងយកទៅកាត់ទោសទេហើយអ្នកដទៃសុំកុំភ័ន្តច្រឡំថាទៀមទាដោះលែងគ្មានលក្ខខណ្ឌបើទៀមទាដោះលែងគ្មានលក្ខខណ្ឌមិនចាំបាច់មានច្បាប់ទេមិនចាំបាច់មានច្បាប់ទេសូមអំពាវនាវប្រុងប្រយ័ត្នបញ្ហានៅលើពិភពលោកបច្ចុប្បន្នបានមើលឃើញរួចស្រេចទៅហើយខ្ញុំសូមគូសបញ្ជាក់សារជាថ្មីសន្តិភាពនេះពិបាករកណាស់តម្រាំរកបានស្លាប់អស់ជីវិតមនុស្សអស់ប្រមាណទៅអស់ច្រើនណាស់ពិតជាអស់ច្រើន70 75 79ពី79រហូតមកដល់98ដែលយើងបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះតើជីវិតមនុស្សប្រហែលទៅដែលបានស្លាប់ឥឡូវមិនអនុញ្ញាតឲ្យនរណាទោះបីវាពណ៌អីក៏ដោយខ្ញុំបានប្រាប់ទៅសម្ដេចសខេងប្រាប់ទៅថ្នាក់ដឹកនាំដទៃទៀតកុំខ្វល់ពីរឿងពណ៌ហើយចង់ពណ៌អីក៏ដោយឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹងអត់មានអញ្ញៃទេកុំអីឥឡូវហ្នឹងហើយអ្នកដែលបំផុសស្អីអ្នកដែលបំផុសនោះត្រូវប្រយ័ត្នប្រយែងក្រៃលោកអនំទៅដល់នីតិបុគ្គលខ្ញុំគ្រាន់តែ5ផ្ញើទេណាព្រោះហើយសុំម្នាក់ដែលផ្ដល់លុយកាក់បោះអាវប្រយ័ត្នប្រយែងគេស្គាល់មុខច្បាស់ណាស់រួចទៅហើយស្គាល់មុខច្បាស់ណាស់ទៅហើយប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ពណ៌អីក៏ដោយនៅកន្លែងខ្លះគេហៅពណ៌ទឹកក្រូចខ្លះគេថាពណ៌ក្រហមខ្លះគេថាពណ៌ខ្មៅខ្ញុំថាពណ៌អីក៏ដោយឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹងតុលាការគេបង្កើតឡើងដើម្បីអនុវត្តច្បាប់កម្លាំងបរិវត្តគេបង្កើតឡើងដើម្បីការពាររដ្ឋគុកគេបង្កើតឡើងដាក់អ្នកទោសកុំឆ្ងល់ពេក
បុគ្គលខុសណែឯងទៅទៀមទាដាក់សម្ពាធដាក់កាន់តែខ្លាំងគឺកៃឡូអាហ្នឹងខ្ញុំបញ្ជាក់ណែឯងស្លូតខ្ញុំក៏ត្រូវគិតដែរបើណែឯងបើខ្ញុំក៏ត្រូវគិតដែរព្រោះចេះឥឡូវអំណាចដំណើរការរបស់តុលាការខ្ញុំអត់មានសិទ្ធិលូកលាន់ទេប៉ុន្តែរួចពីដំណើរការរបស់តុលាការពេលសាលក្រមចូលស្ថាពរវាស្ថិតនៅក្នុងដៃរបស់នាយករដ្ឋមន្ត្រីវិញព្រោះច្បាប់ពន្ធនាគារគេអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីធ្វើការស្នើសុំទៅព្រះមហាក្សត្រដើម្បីលើកលែងទោសឬបន្ថយទោសនៅពេលណាក៏បានប៉ុន្តែបើឯងធ្វើអារបៀបហ្នឹងណែឯងរុញឲ្យខ្លោចរុញឲ្យឆៅហើយធ្វើឲ្យអ្នកដែលជាប់នោះកាន់តែមានបញ្ហាទៅវិញទៀតណាហើយរដ្ឋបាលគឺមិនអនុញ្ញាតទេមិនអនុញ្ញាតនិយាយគ្នាចឹងណាព្រោះនេះជាបញ្ហាសន្តិសុខមនុស្សរាប់លាននេះមិនមែនបញ្ហាបុគ្គល4-5នាក់ទេហើយបុគ្គល4-5នាក់នោះបើមិនខុសទេគេក៏មិនយកទៅធ្វើស្អីដែរណាឥឡូវដំណើរការតាមផ្លូវច្បាប់រកវិធីដោះបន្ទុកតាមរយៈការប្រងមេធាវីរកមេធាវីឲ្យប្រកែរកវិធីដោះស្រាយបន្ទុកទៅជាបញ្ហាត្រឹមត្រូវតាមផ្លូវច្បាប់មិនអាចមកដាក់សម្ពាធតាមរយៈពណ៌នេះពណ៌នោះណាថ្ងៃនេះថ្ងៃនោះអត់ទេអាហ្នឹងនិយាយឲ្យច្បាស់ណាគ្រប់ទីកន្លែងបានទទួលបទបញ្ជារួចស្រេចទៅហើយនិយាយឲ្យច្បាស់ជាមួយគ្នាគេកំពុងរវល់ចង់ងាប់ពីរឿងអត់ទឹកអត់ផុកឯងរវល់ពីនេះប៉ុន្តែណែកុំភ្លេចរឿងសិទ្ធិសេរីភាពទៅផ្សារភ្ជាប់ជាមួយនឹងការគោរពច្បាប់មិនអាចឲ្យសិទ្ធិណែឯងហួសហេតុដោយមិនគិតដល់សិទ្ធិរបស់អ្នកដទៃនិងបញ្ហាទាក់ទងនឹងការគ្រប់គ្រងរដ្ឋដោយច្បាប់នោះទេណែឯងធ្វើអាងស្អីនិយាយពីសិទ្ធិបញ្ចេញមតិក៏ប៉ុន្តែណែឯងមានបានគិតថាទន្ទឹមនឹងសេរីភាពនៃការបញ្ចេញមតិណែឯងត្រូវមានកាតព្វកិច្ចក្នុងការគោរពច្បាប់ទេត្រូវយល់អំពីបញ្ហានេះឲ្យបានច្បាស់កម្ពុជាដែលទើបអស់សង្គ្រាមស៊ីវិលជិត20ឆ្នាំមកនេះកំពុងស្ថិតក្នុងដំណាក់កាលកសាងប្រទេសនិងការរៀបចំប្រទេសឲ្យដើរទាន់នឹងប្រទេសអភិវឌ្ឍន៍នានានៅក្នុងតំបន់និងសកលលោកប៉ុន្តែក្នុងដំណើរឈានទៅមុខដើម្បីស្ដារប្រទេសជាតិដែលខ្ទេចខ្ទាំមកនេះក្រុមអ្នកនយោបាយមួយចំនួនដើម្បីមហិច្ឆតានយោបាយបែរជាព្យាយាមលាបពណ៌ប្រទេសជាតិខ្លួនឯងថាជាប្រទេសអាយ៉ងរបស់វៀតណាមបំផុសកំហឹងអតីតកាលប្រវត្តិសាស្ត្រឲ្យស្អប់នឹងរើសអើងជាតិវៀតណាមនិងចោទថាប្រទេសជាតិខ្លួនឯងកំពុងលក់ខ្លួនឲ្យប្រទេសដទៃដែលអំពើលាបពណ៌ជាតិខ្លួនឯងនោះហើយបាននាំឲ្យប្រទេសមួយចំនួនបន្តយល់ច្រឡំនិងមើលងាយដល់កម្ពុជាសម្ដេចតេជោសែនដែលបាននាំប្រទេសឲ្យរួចផុតពីការកាប់សម្លាប់របបខ្មែរក្រហមនៅដើមខែមករាឆ្នាំ1979និងក្រោយមកបាននាំប្រទេសជាតិឲ្យរួចផុតពីសង្គ្រាមស៊ីវិលនៅចុងឆ្នាំ1998សម្ដេចបានមានប្រសាសន៍បញ្ជាក់ម្ដងហើយម្ដងទៀតបដិញ្ញាថាសម្ដេចនឹងមិនអនុញ្ញាតឲ្យបំណងរបស់ក្រុមណាមួយដែលចង់បដូរពីកម្ពុជាមានសន្តិភាពវិលទៅរកសង្គ្រាមវិញនោះបានសម្រេចនោះឡើយ